ភាពល្បីល្បាញនៃខេត្តបាត់ដំបងខេត្តបាត់ដំបងជាទឹកដីបណ្ដុះអ្នកប្រាជ្ញតារាភាពយន្តតារាចម្រៀងនិងអ្នកនិពន្ធល្បីល្បាញប្រចាំកម្ពុជាតាំងពីអតីតកាលមុនសម័យអង្គររហូតបច្ចុប្បន្នដោយសារទឹកដីនេះជាជម្រកអ្នកប្រាជ្ញនិងតារាដែលមានទេពកោសល្យខ្ពង់ខ្ពស់ប្រចាំប្រទេសខេត្តបាត់ដំបងបានក្លាយជាវាលពិឃាតអអ្នកប្រាជ្ញគ្រប់កាលសម័យដែលសៀមចូលលុកលុយប្រទេសខ្មែរនិងយុគសម័យអង្គការបដិវត្តន៍1975ដល់1979តារានិងអ្នកនិពន្ធល្បីៗដែលខ្ញុំស្គាល់ហើយដែលមានកំណើតជាអ្នកបាត់ដំបងមានសម្ដេចសង្ឃព្រះវរ្មរដ្ឋប៉ុណ្ណាសម្ភារជាមេគុណខេត្តបាត់ដំបងតារាភាពយន្តអ៊ីកឹមសួរចំនួនទសវត្សរ៍60អ្នកស្រីទឹកវិជ្ជរាដានីចំនួនទសវត្សរ៍70លោកទេពរិនដារ៉ូចំនួនទសវត្សរ៍80និង90តារាចម្រៀងអ្នកស្រីម៉ៅសារ៉េតលោកអ៊ីមសុងសឺមអ្នកស្រីហ៊ុយមាសអ្នកស្រីប៉ែនរ៉ននិងប្អូនស្រីទាំង3អ្នកស្រីប៉ែនរ៉មអ្នកស្រីប៉ែនរ៉ាំនិងអ្នកស្រីប៉ែនចន្ទាអ្នកស្រីរស់សេរីសុធានិងប្អូនស្រីអ្នកស្រីរស់សេរីសោភ័ណ្ឌស្មៀនឆោមឆននិងកូន3នាក់ដែលជាតារាចម្រៀងមានអ្នកស្រីឆោមឆោវិនជាម្ដាយរបស់តារាចម្រៀងឆោមឆោពុំលោកឆោមប៊ុនយ៉ុងអ្នកនាងឆោមនិមលលោករមរឿនលោកកែវសារ៉ាត់អ្នកនាងអឿនស្រីមុំអ្នកនាងសួនចន្ទាលោករិនសាវ៉េតលោកសេនរ៉ានុតអ្នកនាងឆៃលីដាឡែនអ្នកនាងអ៊ីមស្រីពៅនិងតារានិពន្ធលោកកុងប៊ុនឈឿនលោកនូហាចលោកញុកថែមលោកគ្រូអាចារ្យបុត្រសាវងលោកឆានឈួរជាដើមជីវប្រវត្តិឈ្មោះដើមរបស់រស់សេរីសុធាគឺរស់សុធាឈ្មោះហៅក្រៅរៃឈ្មោះសេរីទើបជាឈ្មោះកណ្ដាលថែមតាមក្រោយពីឈប់រៀនហើយទៅចាប់អាជីពជាអ្នកចម្រៀងដូច្នេះពលរដ្ឋខ្មែរជាទូទៅស្គាល់អ្នកស្រីថារស់សេរីសុធាប៉ុន្តែភាគច្រើនសរសេរច្រឡំទៅជារស់សេរីសុធាទៅវិញសូមអានប្រវត្តិខាងក្រោមដើម្បីឲ្យដឹងថាហេតុអ្វីតារាសំនៀងមាសយើងមានឈ្មោះថារស់សេរីសុធាប្រវត្តិកុមារភាពអ្នកស្រីរស់សេរីសុថាជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញក្នុងកំឡុងទសវត្សរ៍ឆ្នាំ60និង70និងជាដៃគូចម្រៀងជើងឯកយ៉ាងឆ្នើមបំផុតរបស់អធិរាជសំឡេងមាសលោកស៊ីនស៊ីសាមុតកំពូលតារាចម្រៀងរូបនេះមានកំណើតនៅថ្ងៃសុក្រខែកដឹកឆ្នាំចត្រូវនឹងថ្ងៃទី6ខែវិច្ឆិកាឆ្នាំ1946នៅភូមិដំណាក់លួងឃុំវគ្គរស្រុកបាត់ដំបងខេត្តបាត់ដំបងកាលនៅកុមារភាពអ្នកស្រីបានចូលរៀននៅសាលាបឋមសិក្សាតេក្ខិនសាលារួចបានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យនារីណេតយ៉ងនៅឆ្នាំ1962កាលនោះខ្ញុំនៅក្មេងជាងគាត់ច្រើនឆ្នាំតែធ្លាប់ទៅមកនឹងគ្នាជិតដិតជាប្រចាំព្រោះយើងនៅដីភូមិមិនឆ្ងាយពីគ្នាប៉ុន្មានទេជាពិសេសទៅទៀតគឺលោកឪពុករបស់ខ្ញុំឈ្មោះសាស្ត្រាចារ្យប៊ុនថងក៏ជាគ្រូបង្រៀនរបស់កុមារីសុធានោះដែរបន្ថែមពីលើនោះទៀតលោកឪពុករបស់ខ្ញុំក៏ជាមិត្តភក្តិរាប់អានគ្នាជិតដិតជាមួយលោករបស់អ្នកស្រីសុធាឈ្មោះលោកគ្រូរូប៊ុនដែលជាលោកគ្រូភ្លេងខ្មែរផងជាលោកគ្រូស្តោះផ្លុំយ៉ាងល្បីមួយរូបផងចំណែកលោកឪពុករបស់ខ្ញុំក្រៅពីការងារជាគ្រូបង្រៀននៅវិទ្យាល័យអ៊ីបខុតណេតយ៉ងលោកក៏ជាមនុស្សល្បីខាងសម្បូររឿងកំប្លែងនិទានឲ្យអ្នកស្រុកស្ដាប់សើចកៀងពោះមិនចេះអស់រឿងចូលចិត្តវីស្កូទាត់ចាប៉ីហើយចូលចិត្តឡើងសម្ដែងលើវេទិកាលលេងជាមួយលោកតារូប៊ុនដោយប្រស្នាប្រាជ្ញានៅពេលមានបុណ្យទានម្ដងលោកតារូប៊ុនមានស្រុកកំណើតនៅភូមិចង្វារៀលឃុំរលាំងនៀកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងជាអតីតនាយទាហានជើងក្រហមសម័យអាណានិគមបារាំងហើយទើបនឹងធ្វើមរណកាលទៅនៅឆ្នាំ1995នេះរីឯម្ដាយរបស់អ្នកស្រីវិញមាននាមថាណាត់សាមៀនមានស្រុកកំណើតនៅស្រុកសង្កែខេត្តបាត់ដំបងលោកបានធ្វើមរណកាលទៅនៅសម័យខ្មែរក្រហមអ្នកស្រីសុធាជាកូនទី4ក្នុងចំណោមបងប្អូនទាំង5នាក់បងស្រីទី1ឈ្មោះរស់សាប៊ឿនសពថ្ងៃរស់នៅបាត់ដំបងក្នុងវ័យប្រហែល70ឆ្នាំបងស្រីទី2មានឈ្មោះថារស់សាប៊ឿនសពថ្ងៃរស់នៅបាត់ដំបងដែរក្នុងវ័យក្បែរ70ឆ្នាំដែរបងប្រុសទី3ឈ្មោះរស់សុគន្ធបានចែកស្ថានទៅនៅសម័យខ្មែរក្រហមចំណែកប្អូនស្រីពៅមានឈ្មោះថារស់សោភ័ណ្ឌក្រោយមកបានដូរទៅជារស់សេរីសោភ័ណ្ឌបន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញចំនួនបន្ទាប់ពីអ្នកស្រីរស់សេរីសុធាអ្នកស្រីរស់សេរីសោភ័ណ្ឌជាអ្នកចម្រៀងប្រចាំកងពលតូចលេខ1នាសម័យសាធារណរដ្ឋកម្ពុជានិងជាអតីតភរិយាដើមរបស់លោកអុកស៊ីណារ៉េតដែលជាតន្ត្រីករដ៏ល្បីល្បាញមួយរូបនៅប្រទេសយើងដែរកាលនៅក្នុងវ័យសិក្សាអ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថារស់សុធាតែប៉ុណ្ណោះណាប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃអ្នកជិតខាងទាំងឡាយចូលចិត្តហៅលេងក្រៅថាអារីត្បិតអ្នកស្រីមានសម្លេងស្រួយហើយពីរោះដូចសត្វរីកណ្ដឹងការពិតពេលអ្នកស្រីមានប្រសាសន៍សន្ទនាគឺមានសំឡេងឡងធម្មតាមិនសូវជាលឺប៉ុន្មានទេប៉ុន្តែនៅពេលអ្នកស្រីហើបមាត់ច្រៀងម្ដងវិញបែរជាសំឡេងស្រួយមុតចាក់ត្រចៀកហើយជាសំឡេងខ្ពស់កម្រមាននារីណាម្នាក់អាចច្រៀងដល់កម្រិតនោះហើយនៅអាចរក្សាសំឡេងស្រួយមុតបានដោយអ្នកស្រីសុធាណាស់កាលនោះអ្នកស្រីចូលចិត្តបរិភោគផ្លែឈើខ្ចីទ្រនាប់ប្រហុកចិញ្ច្រាំដាក់ម្ទេសហេចៃដន្យនៅផ្ទះរបស់ខ្ញុំមានដើមកន្ទួតមានស្វាយអុករងមានល្មុត
មានចេកនិងផ្លែទឹកដោះជាដើមដែលអ្នកស្រីឧស្សាហ៍មកសុំពីម្ដាយរបស់ខ្ញុំជាញឹកញាប់ដើម្បីយកចិត្តបរិភោគលេងជាមួយប្រហុកនៅពេលនោះម្ដាយរបស់ខ្ញុំតែងទាមទារឲ្យបងរីច្រៀងចម្រៀងដូរផ្លែឈើទាំងនោះពួកយើងក៏បានអង្គុយស្ដាប់គាត់ច្រៀងយ៉ាងសប្បាយផងហើយក៏បានបរិភោគចំណីជុំគ្នាជាញាតិផងយុវតីរស់សេរីសុទ្ធាមានមាឌស្ដើងខ្ពស់ស្រឡះសម្បុរខ្មៅស្រស់ហើយមានទឹកមុខញញឹមជានិច្ចធ្វេបើមានឱកាសខ្លះនារីយើងមានអារម្មណ៍មិនល្អក៏ដោយគឺនាងពូកែលាក់អារម្មណ៍ណាស់មិនសូវនរណាបានដឹងនៅអារម្មណ៍ពិតប្រាកដរបស់នាងឡើយម្យ៉ាងទៀតមានវីក៏មិនមែនជាមនុស្សដំអូញឬប៉ិនរអ៊ូរទាំច្រើននោះដែរតែជាមនុស្សមានសម្ដីជាក់លាក់មើងម៉ាត់ធ្វើវការមើងម៉ាត់ហើយឧស្សាហ៍បំពេញការងារដោយមិនបាច់ដាស់តឿនច្រើននៅឯសាលារៀនវិញសុធាជាសិស្សឆ្លៀវឆ្លាតមួយរូបហើយក៏ជាសិស្សនារីដែលពូកែលេងកីឡាបំផុតថ្វីបើយុវតីបានចូលរៀនវិទ្យាល័យណេតយ៉ងចំនួនក្រោយអ្នកស្រីប៉ែនរ៉ននិងអ្នកស្រីហ៊ុយមាសតែយុវតីសុធាមានឈ្មោះបោះសម្លេងក្នុងវិទ្យាល័យយ៉ាងលឿនរហ័សជាងអ្នកទាំងពីរទៅទៀតនោះព្រោះដោយសារសំនៀងដ៏ពីរោះរបស់យុវតីនិងដោយសារភាពរួសរាយជារបៀបអ្នកកីឡាយ៉ាងក្លាហាននោះឯងកាលសុធានៅតូចសេចក្តីលោកគ្រូរស់ប៊ុនតែងនាំកូនហាត់លេងភ្លេងខ្មែរនិងហាត់ច្រៀងចម្រៀងភ្លេងការប៉ុន្តែមានតែកុមារីសុធាទេដែលមានអំណោយទានជាងគេផែនអ្នកចម្រៀងទើបលោកចេះតែយកដើរតាមជាមួយនៅពេលលោកចេញទៅលេងភ្លេងតាមពិធីបុណ្យនានាខាងក្រៅដោយការខ្វះខាតក្នុងគ្រួសារកុមារីសុធាត្រូវបង្ខំចិត្តជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារតាំងពីនៅកុមារភាពជាពិសេសបំផុតនោះគឺលោកតារស់ប៊ុនមានភរិយាផ្សេងទៀតហើយដែលមានកូនតូចៗជាច្រើនដែលត្រូវទំនុកបម្រុងបន្ថែមផងម្យ៉ាងទៀតក្រុមគ្រួសាររបស់កុមារីសុធាមិនមាននរណាមានសមត្ថភាពខាងការសិក្សាដែរមានតែកុមារីសុធាទេដែលរៀនដុះដាលជាងគេគឺរៀនពូកែដោយមិនបាច់បង្ខំជ្រោមជ្រែងដាស់តឿនថែមពីក្រោយប៉ុន្មានមូលហេតុដែលនាំខ្លាយជាអ្នកចម្រៀងចំណេះក្រោយមកនៅឆ្នាំ1963នៅក្នុងវ័យជំទង់16ឆ្នាំយុវនារីសុធាក៏បានទទួលរង្វាន់ពានមាសលេខ1ប្រចាំឯខាត់ក្នុងឯកាសពិធីប្រឡងចម្រៀងពេលបុណ្យចូលឆ្នាំកាលនោះអ្នកស្រីច្រៀងចម្រៀង3បទបទទី1ជាបទជាងប្រកួតប្រជែងមានចំណងជើងថាចិត្តម្ដាយជាបទដើមរបស់អ្នកស្រីកែវមន្ថានិងបទទី2ដែលជាបទច្រៀងជាកតញ្ញុឈ្មោះសម្បត្តិក្រោមខ្នើយជាបទដើមរបស់អ្នកស្រីម៉ៅសារ៉េតនិងចុងក្រោយគឺបទទី3ច្រៀងជាកតញ្ញុឈ្មោះខ្ទមជរាជាបទដើមរបស់អ្នកស្រីម៉ៅសារ៉េតដដែលក្នុងឯកាស៊ូលូណែកូនប្រុសកំឡោះរបស់លោកអុកញ៉ាគីហាបតីគីសៀនហូថៅកែរោងចក្រអាឈើធំជាងគេនៅក្រុងបាត់ដំបងងែដទើបនឹងវិលមកពីសិក្សានៅប្រទេសបារាំងបានមកចូលរួមទស្សនាពិធីប្រឡងនោះដែរកាលបើបានយល់សម្រស់ដ៏ស្រស់ស្អាតអមដោយទេពកោសល្យសំនៀងយ៉ាងពីរោះកំឡោះយើងបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបកញ្ញាសុធាខ្ញុំសូមអភ័យទោសវេដាយសារកាលនោះខ្ញុំនៅក្មេងពេកមិនសូវបានចាប់អារម្មណ៍នឹងរឿងទាំងនោះប៉ុន្មានទើបមិនបានចាំឈ្មោះរបស់លោកកំឡោះម្នាក់នោះច្បាស់លាស់ពិតប្រាកដម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុកជាប់លាប់ផងម្លោះហើយខ្ញុំចាំតែមុខរបស់លោកតែប៉ុណ្ណោះតែខ្ញុំស្គាល់លោកតាគីសៀនហូជាឪពុកនោះច្បាស់ជាងព្រោះខ្ញុំដើរទៅរៀនកាត់មុខវិឡារបស់លោកត្រូវលោកស្រែកហៅខ្ញុំសួរលេងរកលោកឪពុករបស់ខ្ញុំព្រឹកល្ងាចល្ងាចលោកតាគីសៀនហូឧស្សាហ៍ទៅមករាប់អានលោកឪពុករបស់ខ្ញុំចិត្តដិតណាស់ដែរព្រោះអីផ្ទះរបស់ខ្ញុំក៏នៅមិនឆ្ងាយពីគាត់ប៉ុន្មានហើយលោកឪពុករបស់ខ្ញុំក៏ជាសាស្ត្រាចារ្យដ៏ល្បីមានប្រជាប្រិយភាពមួយរូបប្រចាំបាត់ដំបងដែលនរណាក៏ស្គាល់ហើយចូលចិត្តហៅរកលោកជានិច្ចមិនបានប៉ុន្មានអាទិត្យផងក៏មានគេមកអញ្ជើញកញ្ញាសុធាឲ្យទៅច្រៀងកំដរក្នុងពិធីស្វាគមន៍កូនកំឡោះរបស់លោកគីសៀនហូអាយុប្រមាណ24ឆ្នាំដែលទើបបញ្ចប់ការសិក្សាផ្នែកវិស្វកម្មមកពីប៉ារីសនោះគេក៏បានសន្យាផ្ដល់តម្លៃសេវាច្រៀងកំដរយ៉ងខ្ពស់ល្មមឲ្យក្រុមគ្រួសារក្រីក្រដោយលោកតារស់ប៊ុនមិនហ៊ានប្រកែកថាមិនឲ្យនាងទៅកាលនោះគេមិនបានអញ្ជើញលោកតារស់ប៊ុនជាឪពុកទេបិទគេចង់បានតែអ្នកចម្រៀងប៉ុណ្ណោះគ្រានោះលោកយាយសាមៀនបានប្រកែកមិនឲ្យកូនទៅទេត្បិតនៅក្មេងៗពេកមិនចង់ឲ្យចេញដើរហើរយប់ប្រលប់តែលោកតារស់ប៊ុនមិនស្ដាប់ឡើយដោយសារលោកគិតថាកូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផងដោយសារចង់ឲ្យកូនស្រីល្បីឈ្មោះនៅក្នុងចំណោមសង្គមគេហបតីអភិជនផងនិងដោយសារការគោរពចំពោះគ្រួសារលោកអុកញ៉ាគេហបតីគីសៀនហូដែលនៅភូមិស្រុកជិតគ្នានោះផងលោកតារស់ប៊ុនក៏ដាច់ចិត្តបណ្ដោយឲ្យបងប្រុសរបស់យុវនារីសុធាឈ្មោះរស់សុគន្ធអាយុជាអ្នកជូននាងទៅច្រៀងក្នុងពិធីនោះចំណែកលោកគ្រូវិញក៏ត្រូវទៅលេងភ្លេងការឲ្យគេនៅកន្លែងផ្សេងមួយទៀតនៅយប់នោះដែរលុះរំលងម៉ោង12អាត្រាតយុវជនសុគន្ធបានត្រឡប់មកដល់ផ្ទះវិញតែម្នាក់ឯងជម្រាបឪពុកម្ដាយថាសុធាត្រូវគេឃាត់ទុកឲ្យនៅគេងទីនោះត្បិតយប់ជ្រៅពេកមិនចង់ឲ្យកូនស្រីជិះកង់ធ្វើដំណើរមកផ្ទះទាំងយប់ងងឹតខ្លាចខ្វះសុវត្ថិតែគេបានប្រគល់ប្រាក់កម្រៃតាមរយៈសុគន្ធឲ្យយកមកជូនលោកគ្រូរស់ប៊ុនគ្រប់ចំនួនតាមសន្យាហើយនៅពេលនោះលោកគ្រូរស់ប៊ុននិងភរិយាមានអារម្មណ៍មិនល្អទេហើយក៏ស្ដីបន្ទោសកូនប្រុសពេញមួយយប់មិនបានដេកពួនឡើយ
លោកប្រុសហ៊ាមស្រាងឡើងលោកគ្រូរូបបុនឡើងជិះរមាស់ទៅតាមរកកូនស្រីនៅគេហដ្ឋានលោកគីសៀនហូស្រាប់តែបានជួបនឹងកូនកំពុងដើរត្រឡប់មកផ្ទះវិញនៅមុខបន្ទាយជើងក្រហមនាងស្ទុះទៅអោបឪពុកស្រែកត្រហោយំជម្រាបលោកថាកូនប្រុសលោកគីសៀនហូបានប្រព្រឹត្តអនាចារទាំងស្រវឹងស្រាមកលើរូបនាងពេលភ្ញៀវចេញទៅផ្ទះអស់ពេលនោះលោកតារូបបុនកើតក្តីក្រេវក្រោធខ្លាំងណាស់ក៏ទៅស្កាត់ជួបកំឡោះនោះនៅផ្ទះរបស់សេកកាលបើបានស្ដាប់ពាក្យរបស់លោកគ្រូរូបបុនចប់លោកគីសៀនហូជាឪពុកក៏ច្រឡោតខឹងសម្បានឹងកូនប្រុសរហូតលើកដៃយាផ្ទះកំភ្លៀងកូនប្រុសយ៉ាងធ្ងន់កំឡោះនោះបានអង្វរសូមឲ្យលោកឪពុកទាំងពីរសម្រួលនឹងគ្នាហើយគេក៏ស្មោកក្រចិត្តទទួលយកយុវនារីសុធាជាគូក្រុងត្រឹមត្រូវពេញច្បាប់ប៉ុន្តែលោកគីសៀនហូនិងភរិយាមិនព្រមត្បិតលោកបានចងពាក្យចងសម្ដីនឹងគ្រួសារអុកញ៉ាងគេហបតីជាមិត្តមួយរូបថានឹងភ្ជាប់សាច់ឈាមកូនកំឡោះរបស់លោកជាមួយកូនស្រីរបស់គេដូច្នេះលោកមិនអាចផ្លាស់ប្ដូរគម្រោងការនោះឲ្យអាប់មុខអាប់យសខូចសម្ដីរបស់លោកបានឡើយម្យ៉ាងទៀតក្រុមគ្រួសាររបស់លោកគ្រូរូបបុនជាវណ្ណៈក្រីក្រអធន់បំផុតមិនស័ក្តិសមនឹងឲ្យគ្រួសារលោកគីសៀនហូទទួលភ្ជាប់សាច់ឈាមបានដែរពេលនោះលោកគីសៀនហូនិងភរិយាបានប្រគល់ប្រាក់សងជំងឺចិត្តមួយចំនួនទៅលោកគ្រូរូបបុនតែលោកគ្រូប្រកែកមិនទទួលដោយតវ៉ាថាកូនប្រុសរបស់លោកគីសៀនហូត្រូវទទួលទោសផែនរដ្ឋបវេនីគឺរៀបការនឹងសុធាជាគូបើមិនដូច្នោះទេគេត្រូវទទួលទោសតាមច្បាប់តុលាការដោយសារទោសប្រព្រឹត្តបទអនាចារលើនារីថ្មីបើត្រូវលោកតារូបបុនគម្រាមយ៉ាងនោះក៏ដោយក៏លោកគីសៀនហូនៅមិនព្រមដដែលដែលជាហេតុធ្វើឲ្យលោកតារូបបុនកាន់តែខឹងច្រឡោតឡើងរហូតរត់លក់ដីស្រែដីចម្ការនិងគេអាករទាំងឡាយរបស់ក្រុមគ្រួសារយកប្រាក់ទៅរត់ការប្តឹងផ្តល់ដើម្បីដាក់ទោសកូនប្រុសរបស់លោកគីសៀនហូចៃដន្យធនធានដ៏ទន់ទាបរបស់ក្រុមគ្រួសារលោកគ្រូរូបបុនមិនអាចទិញយកភាពយុត្តិធម៌ពីតុលាការជូនកូនស្រីកំសត់របស់គាត់បានឡើយទីបំផុតលោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យដដែលបន្ទាប់ពីនោះមកលោកគ្រូក៏មានចំនួននឹងភរិយាដោយសារការបាត់បង់ដីស្រែដីចម្ការអស់ដើមទុននិងចិញ្ចឹមជីវិតតទៅទៀតលោកគ្រូក៏ចុះចោលក្រុមគ្រួសារទៅរស់នៅជាមួយភរិយាចុងឈ្មោះរ៉ឺតនៅឃុំស្រមោចស្រុកសេរីសភ័ណ្ឌបាត់ដំបងរួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារដូចមុនទៀតដោយហេតុចំនួនក្នុងគ្រួសារផងនិងដោយអាម៉ាស់និងរឿងរ៉ាវអប្រិយទាំងឡាយនោះផងយុវតីសុធាក៏សម្រេចចិត្តឈប់រៀនពីអនុវិទ្យាល័យបិទមិនអាចប្រឈមមុខនឹងការសម្លឹងសម្លក់របស់សង្គមបានសុធាក៏ប្រកបរបររកស៊ីជាអ្នកលក់ដូរបន្តិចបន្តួចក្នុងភូមិផងជាអ្នកចម្រៀងភ្លេងការប្រចាំភូមិផងដើម្បីជួយផ្គត់ផ្គង់ការខ្វះខាតនៅក្នុងគ្រួសារចាប់តាំងពីថ្ងៃដែលឪពុកនាងចុះចេញពីផ្ទះទៅកាលនោះយុវតីសុធាតែងតែរត់មករកអ្នកម្ដាយលោកឪពុករបស់ខ្ញុំជានិច្ចជាកាលដើម្បីស្វែងរកកម្លាំងចិត្តនិងការណែនាំនៅគំនិតល្អៗសម្រាប់កសាងជីវិតអនាគតជាបន្តទៀតក្រោយមកលោកឪពុករបស់ខ្ញុំលោកសាស្ត្រាចារ្យប៊ុនថងបាននាំយកយុវតីសុធាទៅផ្ញើនឹងលោកសុកឌីណារីនិងលោកឌីកាណាល់ដែលជាអ្នកចាត់ចែងនៅក្នុងវងតន្ត្រីលំហែយោធាជាវងភ្លេងប្រគំប្រចាំរង្សាលស្ទឹងខៀវក្រុងបាត់ដំបងដើម្បីជួយឲ្យនាងបានទទួលមុខរបរដែលមានប្រាក់ចំណូលទៀងទាត់នៅពេលនោះលោកគ្រូប៊ុនថងបានប្រតិសនាមថ្មីឲ្យទៅយុវតីសុធាជាផ្លូវការក្នុងមុខរបរជំនាញជាអ្នកចម្រៀងអាជីពថារស់សេរីសុធាក្នុងគោលបំណងជូនប្រសិទ្ធពរជ័យឲ្យយុវតីបានជួបតែសេរីសួស្តីរហូតតទៅកុំឲ្យជួបរឿងរ៉ាវអាព្រីដោយកាលកន្លងទៅនោះតទៅទៀតប៉ុន្តែចំណេះក្រោយមកយើងបែរជាឃើញឈ្មោះរបស់អ្នកស្រីត្រូវគេសរសេរកែទៅជារស់សេរីសុធាទៅវិញចំណែករស់សុភ័ណ្ឌជាប្អូនស្រីក៏មានរឿងរ៉ាវជីវិតកំសត់ណាស់ដែរទើបសម្រេចចិត្តទទួលយកឈ្មោះកណ្ដាលថាសេរីមកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរនៅពេលនាងចេញទៅប្រកបអាជីពជាអ្នកចម្រៀងតាមពីក្រោយបងស្រីសុធានៅភ្នំពេញមិនតែប៉ុណ្ណោះលោកឪពុករបស់ខ្ញុំបានណែនាំសុធាឲ្យស្គាល់អ្នកចម្រៀងប្រចាំខេត្តបាត់ដំបងជាច្រើនដូចជាលោកអឹមសុងសឹមជាអតីតគ្រូបង្រៀននៅភូមិកំពង់ព្រះបាត់ដំបងអ្នកស្រីប៉ែនរ៉ននិងអ្នកស្រីហួយមាសដែលច្រៀងនៅរោងសារស្ទឹងខៀវដែរហើយក៏ជាអតីតសិស្សរបស់លោកផ្ទាល់ដែលក្រោយមកបានទៅចេញច្រៀងមានឈ្មោះបោះសំឡេងនៅរាជធានីភ្នំពេញដោយសារទេពកោសល្យនិងនិស្ស័យសម្បទាល្អប្រសើរអ្នកស្រីរស់សុធាក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រៀមច្បងនិងមិត្តរួមអាជីពទាំងអស់នោះម្យ៉ាងទៀតលោកឪពុករបស់ខ្ញុំក៏ជាអ្នកលេងភ្លេងចាប៉ីស្គរហ្គីតាយ៉ាងចំណានម្នាក់ហើយថែមទាំងចេះអក្សរភ្លេងថែមទៀតផងថ្មីបើលោកមិនដែលបានប្រកបរបរខាងផ្នែកតន្ត្រីក៏ដោយក៏ថ្មីដៃរបស់លោកបានជួបបណ្ដុះបណ្ដាលសិស្សរបស់លោកជាច្រើនអ្នកឲ្យក្លាយជាតារាយ៉ាងល្បីល្បាញនៅកម្ពុជាមានលោកអ៊ីមសុងសឹមអ្នកស្រីហួយអ្នកស្រីប៉ែនរ៉ននិងប្អូនស្រីទាំង3អ្នកស្រីប៉ែនរ៉ំអ្នកស្រីប៉ែនរ៉ាំនិងអ្នកស្រីប៉ែនចន្ទថាជាដើមនៅពេលទំនេរពីកិច្ចការជាសាស្ត្រាចារ្យនៅវិទ្យាល័យអ៊ីបខុតនេតយ៉ងលោកតែងបង្ងើកថ្នាក់បង្រៀននៅផ្ទះឲ្យសិស្សនានាមកជួបជុំគ្នាធ្វើលំហាត់សាលាដើម្បីរកមធ្យោបាយរៀនឲ្យកាន់តែពូកែ
ជួនកាលក៏នាំសិស្សហាត់លេងតន្ត្រីច្រៀងចម្រៀងល្អៗឬហ្វឹកហ្វឺនភាសាសន្ទនាបង្កើនចំណាប់អារម្មណ៍ពីអ្នកស្ដាប់ដោយរក្សាភាពថ្លៃថ្នូរប្រពៃសិស្សដែលមករៀនភាគច្រើនជាសិស្សក្រីក្រស្នាក់នៅតាមវត្តឬជាសិស្សដែលគ្មានប្រាក់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួននៅក្នុងចំណោមសិស្សទាំងឡាយដែលលោកជួយដុសខាត់ទេពកោសល្យនោះមានអ្នកស្រីប៉ែនរ៉នដែលចូលចិត្តកំប្លែងក្រមាច់ក្រមើមអ្នកស្រីហ៊ុយមាសដែលចូលចិត្តសូត្រធម៌សូត្រកំណាព្យនិងចូលចិត្តអានរឿងនិទានខ្លីៗឲ្យមិត្តរួមថ្នាក់ស្ដាប់និងយុវតីសុធាដែលចូលចិត្តច្រៀងបទចម្រៀងកំសត់ដោយមិនចេះហត់នឿយឬធុញទ្រាន់ប្រវត្តិជាអ្នកចម្រៀងអាជីពពេលបានមកដល់ក្រុងភ្នំពេញដំបូងនៅចុងឆ្នាំ1967យុវតីសុធាបានចូលបម្រើជាអ្នកចម្រៀងជាមួយក្រុមតន្ត្រីយោធាភិរម្យក្រសួងឃោសនាការហើយបានចេញសម្ដែងជាសាធារណៈជាញឹកញាប់ជាដៃគូសំនៀងរបស់លោកអឹមសុងសឺមដែលតែងតែផ្ដល់ការជ្រោមជ្រែងនិងការណែនាំផ្លូវជីវិតយ៉ាងកក់ក្ដៅដល់រូបនាងហាក់បីដូចជាសាច់ញាតិមួយរូបរបស់លោកដូច្នោះកាលនោះយុវតីបានជួលផ្ទះនៅក្បែរសាលាពើអ៊ំជិតផ្ទះអ្នកស្រីហ៊ុយមាសពេលទៅធ្វើការយុវតីតែងតែជិះស៊ីក្លូជាប្រចាំពុំនោះសោតនាងតែងសណ្ដោងតាមរថយន្តរបស់លោកអឹមសុងសឹមដែលទៅធ្វើការទីនោះដែរក្រោយមកដោយទេពកោសល្យដ៏លេចធ្លោរបស់នាងយុវតីបានត្រូវគេជ្រើសរើសជាអ្នកចម្រៀងប្រចាំការនៅរោងកសាលមេគង្គរោងកសាលបេលអែរនៅប៉ូជីនតុងជាដើមតាំងពីពេលនោះមកយុវតីក៏ចាប់មានទំនាក់ទំនងជាមួយតារាចម្រៀងមកពីបាត់ដំបងដូចគ្នាអ្នកចម្រៀងនៅភ្នំពេញនិងអ្នកចម្រៀងពីតាមខេត្តនានាជាច្រើនទៀតដូចជាលោកតូចដេងលោកសុះម៉ាត់លោកមាសហុកសេងអ្នកស្រីម៉ៅសារ៉េតអ្នកស្រីកៅមុនថាអ្នកស្រីឈុនម៉ាឡៃជាដើមនៅទីបំផុតយុវតីយើងក៏បានជួបនឹងអធិរិសំនៀងទេពស៊ិនស៊ីសាមុតហើយជីវិតជាអ្នកចម្រៀងវិញក៏កាន់លេចធ្លោអណ្ដែតឡើងថែមទៀតយ៉ាងឆាប់រហ័សហួសការស្មានតាំងពីពេលនោះមករស់សេរីសុធារស់សេរីសុធាបានទទួលប្រយោជន៍ភាពនិងការគាំទ្រពេញប្រទេសរួមទាំងមហាក្សត្រនាម៉ឺនមុខមុរដីនិងប្រជាពលរដ្ឋខេត្តទាំងមូលនៅឆ្នាំ1969អ្នកចម្រៀងវ័យក្មេងរបស់យើងបានទទួលគោរមងារពីព្រះមហាក្សត្រខ្មែរថាជារាជនីសំនៀងមាសប្រចាំកម្ពុជាដោយសារទឹកដមសំនៀងនិងទេពកោសល្យដ៏ឆ្នើមយុវតីសុធាបានត្រូវលោកស៊ិនស៊ីសាមុតណែនាំខ្លួនឲ្យជួបនឹងលោកពៅស៊ីផូលោកវ៉យហូលោកហាសាឡុននិងអ្នកនិពន្ធបទភ្លេងអ្នកលេងតូរ៉ាដិនរិចយ៉ាងចំណានដតេទៀតដូចជាលោកកុងប៊ុនឈឿនលោកម៉ែប៊ុនលោកហេងហួរវែងលោកម៉ាឡៅពីលោកស្វាយសំអឿលោកអ៊ុំសុផានុរៈដែលជាស្វាមីរបស់អ្នកស្រីហ៊ុយមាសជាដើមនៅក្នុងអំឡុងពេលដែលយុវនារីសុធាដ៏ស្រស់សោភាកំពុងមានឈ្មោះបោះសម្លេងល្បីល្បាញនោះមានបុរសមួយរូបជាម្ចាស់រោងកសាលព្រះចន្ទពេញវង្សនិងជាកូនរបស់ថៅកែភាពយន្តមួយរូបបានតាមភ្ជាប់ចំណងមេត្រីភាពជាមួយរូបនាងប៉ុន្តែបានត្រូវក្រុមគ្រួសាររបស់លោកតាមឆាឆៅជំទាស់ជាប់រហូតថែមទាំងតាមគំរាមកំហែងដល់សុវត្ថិភាពរបស់នាងទៀតផងដោយក្តីរំខានក្នុងចិត្តខ្លាំងពេកអ្នកស្រីក៏សម្រេចចិត្តរៀបការយ៉ាងទាន់ហន់នៅឆ្នាំ1968ជាមួយលោកសុះម៉ាត់ដែលជាអ្នកចម្រៀងបុរសដែលមានរូបសង្ហាសម្បូរស្នេហ៍មួយរូបដែរហើយដែលកំពុងតាមជួយជ្រោមជ្រែងរូបនាងឲ្យក្លាយជាតារារះយ៉ាងភ្លឺចិញ្ចាចនៅក្នុងផ្ទៃកម្ពុជាកាលនោះក្រុមគ្រួសារសាច់ញាតិនៅបាត់ដំបងទាំងម្ដាយនិងបងប្អូនមិនសប្បាយចិត្តទេព្រោះលោកសុះម៉ាត់ធ្លាប់មានភរិយា2នាក់រួចមកហើយក៏មិនមានចិត្តស្មោះត្រង់ចំពោះនារីណាម្នាក់ដែរប៉ុន្តែក៏គ្មាននរណាអាចខាត់នាងបានដែរព្រោះពួកគេម្នាក់សុទ្ធតែជាប់ជំពាក់គុណបំណាច់ទំនុកបំរុងរបស់សុធាគ្រប់គ្នាម្ល៉េះហើយសុធាក៏បានចេញមុខរៀបការជាមួយលោកសុះម៉ាត់ពេញច្បាប់ដោយមានភរិយាដើមទាំងពីររូបរបស់លោកសុះម៉ាត់មកចូលរួមពិធីមង្គលការនោះផងប៉ុន្មានចំណងជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមិនមានអាយុច្រើនខែទេព្រោះលោកសុះម៉ាត់មានចរិតប្រច័ណ្ឌច្រើនហើយបានធ្លាប់ទាត់ធាក់វាយដំអ្នកស្រីសុធាយ៉ាងទារុណមានការមួយនោះក្រោយពីរៀបការហើយបាន5ឬ6ខែលោកសុះម៉ាត់បានស្ទុះឡើងទៅផ្ទះតប់វាធ្វើបាបភរិយាយ៉ាងដំណំនៅលើវេទិកាចម្រៀងក្នុងចំណោមភ្ញៀវកំពុងជប់លៀងអ៊ូអរដោយសារក្តីប្រច័ណ្ឌនេះចំពោះភ្ញៀវដែលនិយាយលោលេងទៅអ្នកស្រីពេលសម្ដែងនៅលើឆាកដោយមូលហេតុនៃការវាយដំនោះអ្នកស្រីសុធាបានបាត់បង់ទារកក្នុងផ្ទៃមួយរូបអាយុ5ខែគឺក្មេងស្លាប់តាំងមិនទាន់បានឃើញពន្លឺព្រះអាទិត្យរីឯអ្នកស្រីវិញក៏ត្រូវរងរបួសផ្លូវកាយដែលត្រូវការព្យាបាលយ៉ងយូរទម្រាំនឹងជាសះស្បើយមកវិញដោយឃើញប្អូនស្រីរងរបួសធ្ងន់ពេកអ្នកស្រីរស់សម្បឿនជាបងបានជំរុញឲ្យអ្នកស្រីសុធាដាក់ពាក្យប្តឹងលែងលះតែត្រូវលោកសុះម៉ាត់តាមគំរាមកំហែងរកសម្លាប់អស់មួយពូជពេលនោះអ្នកស្រីសម្បឿនកើតមានចិត្តភិតភ័យចំពោះសុវត្ថិភាពរបស់អ្នកស្រីសុធាក៏នាំប្អូនត្រឡប់មករស់នៅឯបាត់ដំបងវិញដំណឹងនេះបានល្បីទៅដល់លោកស៊ិនស៊ីសាមុតរហូតធ្វើឲ្យលោកចេញមុខអន្តរាគមន៍ដោយធ្វើដំណើរមកតាមរកអ្នកស្រីសុធាដល់លំនៅឯបាត់ដំបងលោកបានអញ្ជើញអ្នកស្រីឲ្យវិលត្រឡប់ទៅច្រៀងជាមួយលោកវិញដោយធានាសុវត្ថិភាព 100% ដល់អ្នកស្រី
លុះត្រឡប់មកដល់ភ្នំពេញវិញអ្នកស្រីក៏បានបដូរមករស់នៅម្ដុំវត្តនាគវ័នដើម្បីជាមិនឲ្យជួបមុខលោកសុះម៉ាត់តទៅទៀតហើយក៏បន្តទេពកោសល្យជារាជិនីសំនៀងមាសប្រចាំកម្ពុជាជាមួយលោកស៊ីនស៊ីសាមុតនិងក្រុមតន្ត្រីដែលលោកស៊ីនស៊ីសាមុតណែនាំតែប៉ុណ្ណោះចាប់តាំងពីពេលនោះមកអ្នកស្រីក៏បានរស់នៅរកស៊ីដោយសុខសប្បាយហើយចម្រុងចម្រើនរហូតរៀងបន្តមកជាង1ឆ្នាំក្រោយមកទៀតនៅចុងឆ្នាំ1969អ្នកស្រីសុធាបានជួបនឹងកំឡោះមួយរូបឈ្មោះហ៊ុយស៊ីផាន់ជាកូនប្រុសរបស់ថៅកែវ៉ាន់ចាន់តេម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញចំនួននោះរួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះរហូតដល់បានកូនប្រុសមួយអ្នកទាំងពីររស់នៅសុខសាន្តមានសុភមង្គលពេញលក្ខណៈមិនមានការរកាំរកូសអ្វីបន្តិចឡើយរីឯមុខរបររកស៊ីខាងផលិតបទចម្រៀងវិញក៏កាន់តែរីកចម្រើនឡើងជាលំដាប់រវាងឆ្នាំ1970អ្នកស្រីសុធាបានជាប់កំណេនជាសមាជិកកងទ័ពឆត្រៃយ៉ងបម្រើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរថែមទាំងជានារីខ្មែរតែមួយរូបគត់ដែលហ៊ានលោតឆត្រៃយ៉ងពីលើអាកាសក្នុងប្រវត្តិសាស្ត្រកម្ពុជាពេលនោះកតិសព្ទ័ររបស់អ្នកស្រីក៏កាន់តែមានប្រជាប្រិយភាពរីកសុះសាយថែមទៀតតាមរយៈការផ្សាយតាមកាសែតតាមវិទ្យុនិងតាមទូរទស្សន៍អំពីសកម្មភាពលោតឆត្រៃយ៉ងរបស់អ្នកស្រីឯរូបសោភ័ណរបស់អ្នកស្រីនិងសំនៀងរបស់អ្នកស្រីក៏កាន់តែคล้ายជាទីចាប់ចិត្តចាប់អារម្មណ៍នៃមនុស្សផងទាំងពួងរួមទាំងលោកឧត្តមសេនីយ៍ស្រីយ៉ាដែលជាមេបញ្ជាការកងទ័ពឆត្រៃយ៉ងមានទីតាំងនៅជិតបណ្ឌិតរាជសភានិងមហាវិទ្យាល័យមនុស្សសាស្ត្រនោះទៀតផងនៅថ្ងៃមួយក្នុងឆ្នាំ1971មានក្រុមទាហានមួយហ្វុងបើកឡានស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះនាំខ្លួនអ្នកស្រីទាំងកណ្ដាលយប់ទៅជួបលោកឧត្តមសេនីយ៍ស្រីយ៉ាហើយបានត្រូវឃាត់ខ្លួនទុកនៅទីនោះមិនឲ្យត្រឡប់មកផ្ទះវិញឡើយពេលនោះបងប្រុសរបស់អ្នកស្រីឈ្មោះលោករស់សុគន្ធបានចេញមុខជំនួសលោកស៊ីផាន់សូមធានាយកខ្លួនរបស់អ្នកស្រីសុធាត្រឡប់មកផ្ទះវិញតែក៏ត្រូវលោកស្រីយ៉ាគំរាមកំហែងចង់យាយីជីវិតរបស់លោកស៊ីផាន់ទៀតផងដោយការភិតភ័យខ្លាំងពេកលោកហ៊ុយស៊ីផាន់បាននាំកូនប្រុសគេចខ្លួនទៅរស់នៅប្រទេសបារាំងរហូតមកដល់សព្វថ្ងៃនេះកាលនោះភរិយាដើមរបស់លោកស្រីយ៉ាមានរោគស្ត្រីមិនអាចមានបុត្របានទើបលោកស្រីយ៉ាបានប្រើអំណាចបង្ខំចាប់យកអ្នកស្រីសុធាមកធ្វើជាភរិយាចុងតែម្ដងទៅពេលដែលបានមករស់នៅជាមួយលោកស្រីយ៉ាអ្នកស្រីសុធាបានសុំយកបងប្រុសរស់សុគន្ធនិងប្អូនស្រីពៅរស់សុភ័ណ្ឌមករស់នៅជាមួយហើយក៏ជួយបណ្ដុះបណ្ដាលបងប្អូនឲ្យមានអាជីពនឹងគេនៅពេលនោះរស់សោភ័ណ្ឌក៏បានចាប់អាជីពជាអ្នកចម្រៀងដោយប្រទេសនាមថ្មីថារស់សេរីសោភណៈក្រោយមកក៏បានជួបនឹងលោកអុកស៊ីណារ៉េតឯដល់ជាអ្នកតូយដរីមួយរូបនៅភ្នំពេញហើយក៏បានរៀបការជាប្តីប្រពន្ធនឹងគ្នាទៅនៅអំឡុង4ឆ្នាំដែលអ្នកស្រីសុធារស់នៅជាមួយលោកស្រីយ៉ាអ្នកស្រីមានបុត្រ4រូបមានពេលខ្លះអ្នកស្រីសុធាត្រូវជិះយន្តហោះចេញក្រៅប្រទេសជាមួយលោកស៊ីនស៊ីសាមុតអ្នកស្រីប៉ែនរ៉នអ្នកស្រីហ៊ុយមាសលោកវ៉យហូលោកហាសាឡនជាដើមដើម្បីទៅថតចម្រៀងកាសែតដូចជានៅប្រទេសសិង្ហបុរីឬហុងកុងជាដើមប៉ុន្តែអ្នកស្រីមិនសូវបានទទួលការអនុញ្ញាតពីលោកស្រីយ៉ាណេដើម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិទូរទស្សន៍ជាតិឬតាមពិធីជប់លៀងពិសេសនានាយ៉ាងសេរីដូចមុនឡើយនៅចុងឆ្នាំ1974រដ្ឋាភិបាលបានប្រកាសបិទចរាចរណ៍ក្រុងភ្នំពេញនៅពេលយប់ដោយមូលហេតុសង្គ្រាមដុនដាបរវាងកងទ័ពសាធារណរដ្ឋកម្ពុជានិងកងទ័ពខ្មែរក្រហមពេលនោះអ្នកស្រីសុធាបានសុំលោកស្រីយ៉ានាំកូនទៅនៅបាត់ដំបងមួយរយៈដើម្បីរក្សាសុវត្ថិភាពផងណាមួយនៅទីនោះរោងកសាលក៏នៅមានបើកនៅពេលយប់នៅឡើយដូច្នេះអ្នកស្រីអាចនៅចេញច្រៀងបម្រើទេពកោសល្យរបស់ខ្លួនជាជាងរស់នៅជាបក្សីក្នុងទ្រង់មាសឯភ្នំពេញផងម្យ៉ាងទៀតនៅពេលនោះអ្នកស្រីបានចូលសម្ដែងជាតួឯករងនៅក្នុងខ្សែភាពយន្តខ្មែរមួយរឿងពេលដែលត្រូវយំហើយត្រូវចេញមកបង្ហាញខ្លួននៅលើវេទិកាចំពោះមុខទស្សនិកជនទាំងឡាយមុននឹងពេលភាពយន្តចាប់បញ្ចាំងជាលើកដំបូងនៅក្រុងបាត់ដំបងកាលនោះលោកស្រីយ៉ាមានការទើសទាល់ក្នុងចិត្តណាស់ប៉ុន្តែដោយចង់រក្សាសុវត្ថិភាពឲ្យកូនលោកក៏បណ្ដោយឲ្យអ្នកស្រីនាំកូនទៅមិនបានប៉ុន្មានអាទិត្យផងលោកក៏បានបញ្ជាឲ្យគេនាំខ្លួនអ្នកស្រីសុធានិងកូនចៅត្រឡប់មកភ្នំពេញវិញភាពត្រមិត្តភាពនិងសន្តានចិត្តខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយរវាងខ្ញុំជាមួយអ្នកស្រីរស់សេរីសុធាគឺនៅថ្ងៃដែលគេចាប់បញ្ចាំងខ្សែភាពយន្តរឿងពេលដែលត្រូវយំនោះខ្ញុំបាននាំប្អូននិងញាតិមួយហ្វូងធំទៅជួបអបអរសាទរចៃដន្យខ្ញុំពាក់អាវម៉ូតតែមួយពណ៌តែមួយដោយអ្នកស្រីរស់សេរីសុធាដែរធ្វើឲ្យគេទាំងឡាយច្រឡំមួយស្របបកថាខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួននៅលើឆាកនឹងគេដែរតែការពិតគ្រាន់តែជាការចៃដន្យសោះកាលនោះបើសិនខ្ញុំនេះមានទេពកោសល្យចេះច្រៀងចម្រៀងដែរនោះម្លេះសំត្រូវគេចាប់ឲ្យឡើងឆាកជាប់ប្រវត្តិសាស្ត្រនិងកំ pl ែងសបាយនឹងគេទៅហើយខ្ញុំក៏ចាំបានដែរថារៀងរាល់ពេលដែលអ្នកស្រីសុធាវិលត្រឡប់មកបាត់ដំបងម្ដងមិនថាពេលណាវេលាណែត
អ្នកស្រីតែងតែចូលជំរាបសួរសុខទុក្ខលោកឪពុកអ្នកម្ដាយរបស់ខ្ញុំជានិច្ចមានការរហូតដល់មានច្រៀងចម្រៀងពិសេសជូនលោកស្ដាប់ផ្ទាល់ថែមទៀតផងអិនជីឌីនកាលនោះមានសាច់ញាតិរបស់ខ្ញុំខ្លះជាអតីតមិត្តចំណិតរួមថ្នាក់ជាមួយអ្នកស្រីសុធាតែងចំណាយពេលរួមគ្នានៅដីភូមិរបស់ខ្ញុំបរិភោគអាហារជុំគ្នាហើយអ្នកស្រីតែងដំណាលរឿងជីវិតរបស់អ្នកស្រីឲ្យស្ដាប់ថាមុននឹងក្លាយជាតារារះនៅភ្នំពេញនោះតើជីវិតអ្នកស្រីមានសភាពដូចម្តេចខ្លះអ្នកស្រីជាមនុស្សរស់រាយទន់ភ្លន់រាក់ទាក់ណាស់មិនចេះវាយឬឆ្មាងកន្ទ្រឹងដូចជាតារាដទៃទៀតខ្លះឡើយគឺអ្នកស្រីនៅរក្សាភាពសាមញ្ញដូចដើមដដែលពេលមកដល់ស្រុកភូមិរបស់ខ្លួនមិនមានបដូរចរិតទេតាំងពីរឿងហូបចុកដេកពួនឡើងទៅអ្វីដែលប្លែកគឺអ្នកស្រីបានជួយផ្លាស់ប្ដូរជីវភាពក្រុមគ្រួសារឯស្រុកកំណើតឲ្យបានជួបនៅភាពរុងរឿងថ្កុំថ្កើងមានមុខមាត់ប្រសើរជាងមុនមិនឲ្យញាតិទាំងឡាយសើចយំបានដូចមុនតទៅទៀតឡើយអ្នកស្រីបានជួយបណ្ដុះបណ្ដាលសាច់ញាតិរបស់ខ្លួនឲ្យមានតម្រេះវិជ្ជានិងមានការងារធ្វើសមរម្យមានកតញ្ញូមានក្មួយរបស់អ្នកស្រីខ្លះក៏បានប្រឡងជាប់មធ្យមសិក្សាហើយបានត្រូវអ្នកស្រីទំនុកបម្រុងរហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់នៅភ្នំពេញថែមទៀតផងការដែលអ្នកស្រីរក្សាភាពជាមនុស្សកតញ្ញូហើយមានភក្ដីភាពចំពោះម្ដាយនិងបងប្អូនសាច់សន្តានក្រីក្រព្រមទាំងញាតិមិត្តជាច្រើនទៀតនេះហើយដែលធ្វើឲ្យអ្នកស្រីបានទទួលនៅការកោតសរសើរនៅប្រជាប្រិយភាពនិងការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ទស្សនិកជននិងញាតិទាំងឡាយពេលអ្នកស្រីឈានជើងចូលស្រុកកំណើតម្ដងប្រវត្តិនៅចំនួនខ្មែរក្រហម1975ថ្ងៃ17មេសា1975លោកស្រីយ៉ាជាស្វាមីក៏បាត់ខ្លួនទៅនៅពេលប្រតិបត្តិការលើសមរភូមិចំណែកអ្នកស្រីសុធានិងកូនទាំង4បងប្រុសរស់សុគន្ធព្រមទាំងភរិយានិងបុត្រម្នាក់អ្នកស្រីរស់សេរីសុភ័ណ្ឌនិងស្វាមីព្រមទាំងបុត្រមួយរូបរួមទាំងបុត្រ2នាក់ទៀតរបស់អ្នកស្រីសម្បឿតជាបងដែលស្នាក់នៅជាមួយរួមទាំងអស់14នាក់បានត្រូវអង្គការខ្មែរបដិវត្តន៍ជំលះចេញតាមផ្លូវជាតិលេខ4សម្ដៅទៅកំពង់ស្ពឺដោយមូលហេតុដាច់ស្បៀងថ្នាំសង្កូវនិងការលំបាកនានាកូនទាំង4រូបរបស់អ្នកស្រីសុធាបានស្លាប់ម្ដងមួយជាបន្តបន្ទាប់អស់ទៅនៅសល់តែអ្នកស្រីសុធាម្នាក់ឯងក្រោយមកទៀតអង្គការក៏ចាប់បំបែកញែកសាច់ញាតិរបស់អ្នកស្រីចេញឆ្ងាយពីគ្នាអស់រលីងនៅសល់តែប្អូនស្រីរស់សោភ័ណ្ឌតែម្នាក់ដែលអង្គការចាប់បញ្ជូនឲ្យទៅនៅភូមិត្រពាំង plong ឃុំដំបូករូងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺជាមួយអ្នកស្រីសុធាតាមសម្ដីអ្នកស្រីទីវហេងដែលជាសាក្សីម្នាក់ធ្លាប់រស់នៅជាមួយអ្នកស្រីសុធាសម័យខ្មែរក្រហមបានមានប្រសាសន៍តាមការសម្ភាសន៍ជាមួយទស្សនាវដ្តីអន្តរទេវីថាអ្នកស្រីសុធាបានលាក់ខ្លួនរស់នៅយ៉ាងសាមញ្ញធ្វើការវេទនាដោយគេដូចឯងមិនមានយោធាខ្មែរក្រហមណាអាចចាប់ផ្លឹកបានទេថាអ្នកស្រីជាអតីតតារាដ៏ឆើតនៃកម្ពុជាប៉ុន្តែអ្វីដែលមិនអាចលាក់បានគឺនិស្ស័យរបស់អ្នកស្រីខាងផ្នែកចម្រៀងនោះតែម្ដងនៅក្នុងសម័យនោះអ្នកស្រីចូលចិត្តច្រៀងលេងកំដរញាតិពេលសម្រាប់ពីការងារមួយផ្លេតដើម្បីរំដោះអារម្មណ៍ទុក្ខសោករបស់អ្នកស្រីពីក្នុងបេះដូងផងដើម្បីចែកញាតិស្ដាប់លេងឲ្យស្បើយការនឿយហត់ផងចៃដន្យអ្នកស្រីមិនហ៊ានច្រៀងបទសម័យពីមុនតាមអត្ថន័យចាស់ទាំងស្រុងទេច្រើនតែច្នៃកែប្រែពាក្យពេចន៍ដើម្បីតម្រូវទៅតាមទិសដៅរបស់អង្គការបដិវត្តន៍បើមិនដូច្នោះទេអ្នកស្រីនឹងជាប់ទោសត្រូវអង្គការកំទេចជីវិតចោលក្រោយមកពេលដែលដឹងថាអ្នកស្រីចេះច្រៀងពីរោះក្រុមយោធាអង្គការក៏ចាត់តាំងឲ្យអ្នកស្រីច្រៀងចម្រៀងអង្គការបដិវត្តន៍ដើម្បីបម្រើនិងលើកដំកើងប្រយោជន៍ជូនអង្គការតែម្យ៉ាងប៉ុណ្ណោះម្ល៉េះហើយអ្នកស្រីត្រូវមានការប្រុងប្រយ័ត្នជានិច្ចក្នុងការប្រើពាក្យពេចន៍ជាទំនុកច្រៀងអ្នកស្រីតែងតែកាន់សៀវភៅតូចមួយដាក់តាមខ្លួនសម្រាប់កត់ត្រាទុកនៅបទចម្រៀងដែលអង្គការតម្រូវមកឲ្យច្រៀងនៅឆ្នាំ1977វេលាចូលឆ្នាំខ្មែរអ្នកស្រីសុធាបានត្រូវអង្គការបដិវត្តន៍ចាប់បង្ខំឲ្យរៀបការជាមួយយោធាមួយរូបដែលពីការដៃម្ខាងមានឈ្មោះថាសមមិត្តត្រោកជាកងកម្មាភិបាលជាន់ខ្ពស់មួយរូបរបស់អង្គការប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះមិនបាននាំសុភមង្គលល្អប្រសើរអ្វីដល់អ្នកស្រីសុធាទេផ្ទុយទៅវិញអ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំត្បិតបុរសនោះកើតក្តីប្រច័ណ្ឌចំពោះអ្នកស្រីនៅគ្រប់វេលាទាំងអស់ដែលអ្នកស្រីទទួលការសរសើររាក់ទាក់ពីញាតិផងពេលអ្នកស្រីឡើងចេញច្រៀងនៅមីទីងរបស់អង្គការឬនៅទីណាដែលអង្គការចាត់តាំងឲ្យទៅបំពេញកិច្ចដោយការប្រច័ណ្ឌហួងហែងខ្លាំងហួសប្រមាណមិត្តត្រោកតែងប្រើហិង្សាវាយដំអ្នកស្រីជានិច្ចចំណែកអ្នកស្រីវិញមិនអាចតបតឬរត់គេចបានឡើយដោយខ្លាចបារមីរបស់អង្គការខ្មែរក្រហមហើយជីវិតអាពាហ៍ពិពាហ៍នោះមិនមានអាយុច្រើនខែដែរដោយចំនួនក្ដុងក្ដាំងញឹកញាប់ពេកអង្គការខាងលើបានហៅអ្នកស្រីទៅកសាងអប់រំដោយរំលឹកឲ្យអ្នកស្រីគោរពស្វាមីមិនឲ្យឆ្លើយតបតមានមាត់កមានហិង្សាជាមួយលោកយោធាកម្មាភិបាលនោះតទៅទៀតប៉ុន្តែអ្នកស្រីតាំងចិត្តអត់ធ្មត់មិនបានត្បិតត្រូវស្វាមីវិដំជេរប្រតិចច្រើនហួសប្រមាណក៏តបតដោយសម្ដីខ្លះៗត្រឡប់ទៅវិញដែលជាហេតុបណ្ដាលឲ្យអង្គការលើចាប់ដាក់ទោសបញ្ជូនខ្លួនឲ្យទៅធ្វើការនៅភូមិមួយផ្សេងទៀតនៅរវាងពាក់កណ្ដាលឆ្នាំ1977
ចាប់តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់បានដឹងដំណឹងពីអ្នកស្រីទៀតឡើយកាលនៅសម័យនោះពេលមានអ្នកស្រុកណាម្នាក់ត្រូវអង្គការចាត់តាំងឲ្យទៅកាប់ព្រៃឬទៅបម្រើអង្គការនៅតំបន់ថ្មីនោះមានន័យថាអ្នកស្រុករូបនោះជាជនដែលត្រូវអង្គការសម្លេះជីវិតចោលដោយគ្មានត្រាប្រណីឡើយរីឯសាច់ញាតិវិញក៏មិនដែលបានដឹងថាអ្នកស្រុករូបនោះត្រូវអង្គការប្រហារជីវិតចោលនៅឯណាដែរសាច់ញាតិរបស់អ្នកស្រីសុធាដែលនៅសេសសល់មានលោកយាយរស់សម្បឿនលោកយាយរស់សម្បឿននិងកូនចៅនៅភូមិដំណាក់លួងឃុំទួលតាឯកក្រុងបាត់ដំបងហើយនឹងអតីតស្វាមីរបស់អ្នកស្រីឈ្មោះលោកហ៊ុយស៊ីផាន់និងកូនប្រុសមួយរូបដែលសពថ្ងៃមានវ័យប្រហែលជិត40ឆ្នាំហើយរស់នៅឯប្រទេសបារ៉ូម៉ាងព័ត៌មានរបស់ខ្ញុំដែលសូមកែប្រែនិងបន្ថែមក្រោយឈ្មោះម៉ូនីសាតែទោះជាយ៉ាងណាដន្លងរបស់ឪពុកម្ដាយខ្ញុំដែលធ្លាប់បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ1980បានប្រាប់ខ្ញុំថាតារាចម្រៀងល្បីល្បាញរូបនេះទទួលមរណភាពនៅទីនោះដោយសារមហារីកបំពង់កនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ1980នោះ